សួស្តីអ្នកទាំងគ្នាថ្ងៃនេះគឺខ្ញុំចង់បង្ហាញអំពីសកម្មភាពហើយនឹងទីតាំងហាងកាហ្វេដែលខ្ញុំឧស្សាហ៍ទៅទិញញ៉ាំក្នុងអំឡុងពេលដែលខ្ញុំទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងហើយកន្លែងដែលខ្ញុំធ្វើការនៅជាន់ទី15បន្ទាប់មកខ្ញុំត្រូវឡើងទៅជាន់ទី20ដើម្បីទៅទិញកាហ្វេជារៀងរាល់ព្រឹកព្រោះថាព្រលឹមឡើងមុននឹងធ្វើការទៅញ៉ាំកាហ្វេសិនហើយកាហ្វេនៅកន្លែងហ្នឹងតម្លៃកាហ្វេទូទៅតម្លៃ 1000 វ៉ុនគេលក់ឲ្យសម្រាប់តាបុគ្គលិកដែលគាត់ធ្វើការនៅក្រុមហ៊ុនខ្ញុំទេហើយនេះខ្ញុំកំពុងតែធ្វើការ order ហើយយើងជ្រើសរើស menu ដែលយើងចង់ញ៉ាំមានកាហ្វេមានអា latte មានអា americano អញ្ចឹងទៅហើយយើងធ្វើការ order តាម app ពេលយើង order ហើយយើងឲ្យស្បត់ទៅអ្នកគេឆុងបន្ទាប់មកយើងចាំលេខរៀង